មើលឆុងដូចខ្នើយអញ្ចឹងតិចថាដឹងអីគេមីពេលយកមកខ្ចប់យកវាមកឆក់ក្នុងស្រោមអញ្ចឹងមកមានអនាម័យខ្ពស់ហើយអត់លាក់លាក់ពេញហ្នឹងឯងអ្នកបកកែហាមកបានធំទំហំរៀងបានណាដាក់ម្ដងមួយម៉ាត់ក៏បានដែរឆ្ងាញ់ញាក់ឃើញទំនើបដូចអាម៉ាកាសេអញ្ចឹងតិចថាបាក់ធ្វើទៅ50សែនស្រួលហើយមកដំបូងយើងប្រើមីជាតិគ្រឿងសមុទ្រគោកហ្នឹងស្រោះវាចោល3នាទីមកហើយពេលវាទន់ល្មមស្រង់វាចេញហើយដាក់គ្រឿងមីចូលទាំងអស់ហើយគ្រឿងខាប់របស់គេនេះនិយាយពីថាកាត់តែកញ្ចក់មកក្លិនឈ្ងុយសាហាវនិយាយមែនណាគ្រាន់តែមើលក៏ដឹងថាសៃមីគេស្វិតល្អដែរនេះច្បល់គ្រឿងឲ្យសព្វហើយទុកម្លែកសិនតោះមកយើងប្រើស្បកណែមកស្លឹកមកហើយយើងបាញ់ទឹកបន្តិចឲ្យវាទន់ហើយចាំហែកផិតសាច់ក្តាមហ្នឹងយកមកដាក់ពីលើចឹងមកបន្ទាប់មកបើចូលចិត្ត cheese ដាក់ថែម cheese ទៀតក៏ឆ្ងាញ់ដែរនិយាយមែនហើយ mayonnaise នេះបើខ្លាចតលន់បាច់ដាក់ក៏បានដែរប៉ុន្តែបើញ៉ាំតិចតួចទេដាក់ឲ្យឆ្ងាញ់បន្ទាប់មកយើងយកមីគោកដែលយើងច្បល់ឲ្យមុនហ្នឹងយកមកដាក់ចូលដែរមកមីគោកមកកញ្ចប់ហើយយើងខ្ចប់បាន3ដុំចុងក្រោយយើងបត់ស្បកណែហ្នឹងចូលគ្នា4ជ្រុងមកតែប៉ុណ្ណឹងហើយបាទមើលមានអីបាទរៀងក្បាច់ក្បូរជាងឆុងធម្មតាបន្តិចប៉ុន្តែឆ្ងាញ់ណាស់សំខាន់មើលមកដូចរបស់ថ្លៃហ្មងរសជាតិវិញហើមឆ្ងាញ់ឈ្ងុយគ្រឿងសមុទ្រនេះប៉ុន្តែបើមនុស្សខ្ជិលស្រាប់ឆុងទៅទេធម្មតាហ្នឹងក៏ឆ្ងាញ់ដែរមើលឲ្យជួយតាមមកចុះ